ចូលមកដល់ថ្ងៃទី2ម្សិលមិញយើងគេងនៅក្នុងសំពៅមើលថ្ងៃលិចប៉ុន្តែថ្ងៃនេះយើងក្រោកតាំងពីម៉ោង4ដើម្បីធ្វើដំណើរឡើងភ្នំខ្នងផ្សារវិញម្ដងបងប្អូននិយាយពីថាឡើងទៅដល់កំពូលភ្នំខ្នងផ្សារនឹងដើម្បីមើលថ្ងៃរះណានិយាយពីថាពេលទៅដល់ខ្នងកំពូលភ្នំភ្លាមអាកាសធាតុចាប់ផ្ដើមស្រឡះល្អមែនតើបងប្អូនហើយបើខ្យល់អាកាសវិញគឺបក់មកខ្លាំងណាសឹកថាទប់ខ្លួនឯងអត់បានណាមើលតែសក់តែដឹងហើយបងប្អូនសេរីភាពប៉ុណ្ណាហើយថ្ងៃនេះគឺអាកាសធាតុល្អមែនតើសួរអ្នកដឹកនាំក្រុមគាត់ថាបើមកលើកមុនអាកាសធាតុភ្លៀងរហូតអ្នកមកនឹងអត់បានមើលថ្ងៃរះនិងថ្ងៃលិចអីទេប៉ុន្តែលើកនេះគឺអាកាសធាតុល្អយើងមើលតាន់ទាំងថ្ងៃលិចនិងទាំងថ្ងៃរះទៀតខ្ញុំពិបាកពិពណ៌នាបងប្អូនឃើញទស្សនវិជ្ជានឹងដឹងហើយបើសិនជាយើងមានកាមេរ៉ាស្អាតអីកាមេរ៉ាល្អអីយើងថតទស្សនវិជ្ជានឹងបានស្អាតណាបងប្អូនដោយសារតែពេលដែលថ្ងៃរះមកគឺពន្លឺដើមឈើគឺវាស្រស់ហ្មងហើយទៅតំបន់ទៅខែនេះត្បិតថាកន្លែងខ្លះវារៀងស្មៅរៀងពណ៌ក្រហមដោយសារខែហ្នឹងខែរំហើយរដូវរំហើយប៉ុន្តែនៅកន្លែងខ្លះក៏នៅស្មៅមានពណ៌ខៀវដែរនិយាយទៅវាមានសម្រស់មួយបែបម្នាក់អញ្ចឹងបងប្អូនហើយថាពន្លឺវិញពេលដែលថ្ងៃរះមកយើងដើរក្រោមពន្លឺហ្នឹងបិទថាយើងបែកញើសហត់បន្តិចតែដូចទទួលបាននៅវីតាមីន D អញ្ចឹងបងប្អូនដោយសារតែយើងដើរពេលព្រឹកហើយនេះម៉ោងទៅតែព្រឹកអីទេប៉ុន្តែមានអារម្មណ៍ថាស្រឡះល្អដោយសារតែយើងនៅទីខ្ពស់អញ្ចឹងបងប្អូនចឹងបានគេថាមែនតើបើសិនជាយើងមានអារម្មណ៍ថាហត់នឿយក៏ដូចជា stress អីចឹងយើងគួរតែចំណាយពេលដើរឡើងភ្នំក៏ដូចជាទៅកន្លែងណាដែលទីខ្ពស់អីចឹងដើម្បីបញ្ចេញនៅអាទុក្ខសោករបស់យើងក៏ដូចជា stress អីបញ្ហារបស់យើងចេញលះបង់នៅទីនឹងអស់ចឹងណាហើយដើរហត់អញ្ចឹងហើយក៏នឹកឃើញឃ្លានមីចឹងក៏ឆុងមីញ៉ាំមកបងប្អូនងាយណាមានឱកាសញ៉ាំមីនៅលើកំពូលភ្នំអញ្ចឹងបងប្អូនហើយបន្ទាប់ពីយើងញ៉ាំមីឆ្អែតហើយក៏យើងបន្តដំណើរទៅផ្លូវមួយទៀតដែរហើយក៏ផ្លូវនេះដែរក៏មានទស្សនវិជ្ជាស្អាតដែរបងប្អូនដោយសារយើងស្រឡះនិយាយទៅងាកទៅណាក៏ទេសភាពដែរបងប្អូនអ្នកដែលធ្លាប់ទៅខ្នងផ្សារខ្នងសំពៅអីហ្នឹងគឺដឹងហើយជាពិថាថាវាទស្សនវិជ្ជាបែបណាហើយបើទៅរដូវកាលលំហើយនេះគឺទេសភាពបែបមួយបែបហើយបើទៅខែវស្សាវិញរឹតតែស្អាតទៀតដោយសារវាមានស្មៅពណ៌បៃតងអញ្ចឹងណាសេសំវត្តស្នេហ៍ดังក្នុងសៀវភៅមាសមេដោយមានសំនេស្នេហ៍យ៉ាងពី